សួស្តីអ្នកនរគ្នាខ្ញុំបានឃើញវីដេអូមុនរបស់ខ្ញុំគឺមានប្រតិកម្មច្រើនមែនតើពីសំណាក់អ្នកដែលគាត់ជាអ្នកលក់អនឡាញនេះគ្នាគាត់ជាអ្នកយកបន្តខ្ញុំគិតថាគាត់អត់យល់នៅន័យអីដែលខ្ញុំនិយាយព្រោះដោយសារន័យនៅក្នុងអីដែលខ្ញុំនិយាយគឺខ្ញុំបាន point out ហើយខ្ញុំចង់និយាយពី brand ធំៗខ្ញុំអត់ចង់និយាយពីតំណាងចាស់ៗព្រោះតំណាងចាស់ៗគាត់មិនមែនជាអ្នកផលិតផលហ្នឹងចេញមកពីប្រទេសហ្នឹងទេអញ្ចឹងខ្ញុំចង់ point out ទៅលើម្ចាស់ brand ធំខ្ញុំបាន point out មួយថាមានម្ចាស់ brand ធំមួយខ្ញុំមិនមែននិយាយអ្នកទាំងអស់គ្នាទេខ្ញុំចង់ឲ្យយល់ហើយមិនមែនខ្ញុំ point out ខ្ញុំចង់មានន័យថាគាត់ពិតជាបានផលិតនៅនឹងហ្មងទេប៉ុន្តែខ្ញុំគាត់តែជាចំណោទរបស់ខ្ញុំគាត់ឆ្ងល់ថាហេតុអីបានជាឃើញផលិតផលគាត់ stock ចាស់ហ្នឹងនៅតែបន្តលក់នៅលើទីផ្សារហើយបើសិនជាគាត់ពិតជាស្អាតស្អំមែនផលិតផលគាត់ពិតជាបានផលិតយូរហើយមែនអញ្ចឹងគាត់គួរតែបញ្ចេញលេខកូដក៏ដូចជាការបច្ឆេទនៃការផលិតផលរបស់គាត់ហ្នឹងហើយវាពិតជាបានផលិតមុនពេលដែលយើងមានបញ្ហាពិតមែនខ្ញុំចង់ឲ្យគាត់ point ចេញមកនិយាយហ្នឹងព្រោះដោយសារអីខ្ញុំអត់ចង់ឲ្យមានការបន្តលក់ផលិតផលសៀមនៅលើទីផ្សាររបស់យើងទេខ្ញុំនៅតែប្រកាន់គោលចំហរបស់ខ្ញុំនៅក្នុងការគ្រប់គ្រងការពហិការមិនប្រើប្រាស់ផលិតផលសៀមខ្ញុំយកមានផលិតផលខ្លះរបស់សៀមដូចគ្នាប៉ុន្តែយើងផលិត stock ចាស់ខ្ញុំក៏ឆែកដែរពេលដែលខ្ញុំទិញរបស់ខ្ញុំក៏មើល stock ដែរមកថាខ្ញុំក៏មានទិញដែរខ្ញុំនិយាយត្រង់ហ្មងគ្រាន់តែថាផលិតផលហ្នឹងវាជាផលិតផលដែល stock យូរហើយដែលយើងយកមកអញ្ចឹងយើងអាចថាអូយើងអត់គ្រប់គ្រងទេប៉ុន្តែខ្ញុំចង់ឲ្យគាត់ចេញមុខមកបកស្រាយថាអីរបស់ខ្ញុំច្រើនម៉េះដល់ឥឡូវលក់អត់អស់ពួកគាត់ជាម្ចាស់ brand ធំខ្ញុំអត់ចង់និយាយទៅលើអ្នកដែលតំណាងចាយតព្រោះខ្ញុំយល់ថាពួកគាត់អ្នកតំណាងចាយគាត់មិនអ្នកផលិតយកចូលមកទេខ្ញុំចង់និយាយពីម្ចាស់ brand ធំអញ្ចឹងបើសិនជាគាត់ស្អាតស្អំអញ្ចឹងបង្ហាញចេញមកបង្ហាញផតតាចេញមកបង្ហាញការបច្ឆេទផលិតផលគាត់មកថាអូខេផលិតផលហ្នឹងនេះគឺខ្ញុំការបច្ឆេទផលិតផលរបស់ខ្ញុំគឺខ្ញុំផលិតតាំងពីពេលនេះមកប៉ុន្តែវានៅសល់ប៉ុន្តែខ្ញុំឃើញថាគាត់និយាយហ្នឹងវាមកយូរហើយដល់ឥឡូវវានៅតែច្រើនប៉ុន្តែអូខេមកហើយបើ stock ខ្លះអូខេវានៅខ្លះប៉ុន្តែខ្ញុំឃើញថាថ្ងៃហ្នឹងគឺវាច្រើនមែនតើអញ្ចឹងខ្ញុំចង់ដឹងថាវាមិនមែនតែប្រកបបើសិនជាគាត់ស្អាតស្អំយ៉ាបង្ហាញ stock ចេញមកតែប៉ុណ្្នឹងហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលខ្ញុំបានបញ្ចេញវីដេអូទៅធ្វើឲ្យប៉ះពាល់អារម្មណ៍ខ្ញុំសុំទោសប៉ុន្តែនេះគឺជាគោលចំហរបស់ខ្ញុំនៅក្នុងការពហិការផលិតផលសៀមឲ្យមានលើទីផ្សាររបស់ស្រុកខ្មែរយើងតែប៉ុណ្្នឹងឯងផលិតផលចាស់អូខេយើងជួយគ្រប់គ្រងប្រើប្រាស់បង្ហើយប៉ុន្តែបើសិនជាថាអូផលិតផលហ្នឹងជាផលិតផលដែលផលិតថ្មីនៅប្រទេសហ្នឹងខ្ញុំសូមពហិការហើយនៅតែបន្តឆន្ទៈរបស់ខ្ញុំពហិការផលិតផលសៀមខ្ញុំចង់ឲ្យអ្នកគ្នាដឹងទោះបីអ្នកគ្នាជេរខ្ញុំប៉ុណ្ណាក៏ខ្ញុំអត់ខ្វល់ដែរសំខាន់ខ្ញុំសូមពហិការប្រទេសហ្នឹងតែម្ដងអត់ប្រើប្រាស់ផលិតផលរបស់ប្រទេសហ្នឹងទេ